នាពេលថ្មីនេះភ្ញៀវបរទេសឥណ្ឌាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ខណៈពួកគេស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរនៅបរិវេណតំបន់ប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនៅថ្ងៃទី28ខែធ្នូឆ្នាំ2025នេះទស្សនវិជ្ជានេះបានបង្ហាញពីការស្រឡាញ់ពេញចិត្តនិងចាប់អារម្មណ៍លើវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរព្រមទាំងបង្ហាញពីភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ជាតិចំពោះភ្ញៀវអន្តរជាតិផងដែរទស្សនវិជ្ជានេះមិនត្រឹមតែបង្កើនភាពស្រស់ស្អាតជាសិល្បៈប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្ដីពីការអភិរក្សនិងការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរអ្នកទេសចរជាតិនិងអន្តរជាតិជាច្រើនបានសរសើរដល់កាយវិការនិងការបត់បែនទៅតាមទម្រង់ប្រពៃណីទំនៀមទម្លាប់ខ្មែរដោយចាត់ទុកថានេះជារូបភាពដែលពោរពេញទៅដោយក្តីស្រឡាញ់និងអត្ថន័យដែលបង្ហាញពីកិត្តិយសនិងតម្លៃមរតកវប្បធម៌កម្ពុជាក្នុងសម័យទំនើបនេះ។